បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទផាណាសូមណែនាំពុកម៉ែបងប្អូននៅផ្ទះអាជីវកម្មជាប់នឹងផ្លូវទួលបរពុកម៉ែបងប្អូនខាងក្រោយខ្នងខ្ញុំនេះគឺជាផ្លូវទួលបង្រតែម្ដងហើយផ្ទះអាជីវកម្មពុកម៉ែបងប្អូនបានមើលឃើញហើយផ្ទះហ្នឹងបច្ចុប្បន្នគឺបើកហាងបញ្ចាំហើយហាងបញ្ចាំហ្នឹងគឺមិនមែនជាម្ចាស់ផ្ទះគាត់បើកទេណាគាត់ជួលឲ្យគេក្នុងមួយខែការជួលហាងបញ្ចាំឲ្យគេគឺបានចំណូល$500ផងដែរហើយចំពោះឯផ្ទះវិញគឺអត់ពិបាករយនៅលើផ្លូវទួលបង្រទល់មុខនឹងបូរីហុងឡាយទួលបង្រតែម្ដងគឺទស្សនភាពបើសិនជាពុកម៉ែបងប្អូនធ្លាប់ជិះកាត់នៅលើផ្លូវទួលបង្រទល់មុខនឹងបូរីហុងឡាយពិតជាដឹងថាទស្សនភាពអ៊ូអប៉ុណ្ណាហើយចំពោះឯផ្ទះនេះវិញគឺយើងនិយាយអំពីសាច់ផ្ទះមុនគឺតឹង4.1 ម៉ែត្រគុណនឹងបណ្ដោយ16 ម៉ែត្រហើយនៅសល់ខាងក្រោយនៃផ្ទះ1 ម៉ែត្រកន្លះនៅសល់ខាងមុខនៃផ្ទះដោយពុកម៉ែបងប្អូនបានមើលឃើញគេមានកន្លែងទុកឡានហ្នឹងគឺនៅសល់10 ម៉ែត្រទៀតនៅសល់ធំទលាបងប្អូនហើយចំពោះឯផ្ទះយើងវិញកម្ពស់រហូតទៅដល់3 សន្លឹកកន្លះឬក៏យើងអាចនិយាយបានថា3 ជាន់កន្លះក៏បានផងដែរបន្ទប់គេងសរុបមានរហូតទៅដល់6 បន្ទប់គេងបន្ទប់ទឹកសរុបមានរហូតទៅដល់7 បន្ទប់ទឹកមានកន្លែងទទួលភ្ញៀវផ្ទះបាយប៉ុន្តែបច្ចុប្បន្នផ្ទះដូចខ្ញុំបានជំរាបជូនពុកម៉ែបងប្អូនខាងលើអញ្ចឹងថាគឺគាត់ដាក់ជួលឲ្យគេបើកហាងបញ្ចាំអញ្ចឹងចំពោះទស្សនភាពនៅក្នុងបន្ទប់គេងនីមួយៗដោយពុកម៉ែបងប្អូនបានមើលឃើញការថតរបស់ខ្ញុំហើយគឺមានសម្ភារៈនៃការប្រជុំជាអ្នកធ្វើការណាអញ្ចឹងបើសិនជាយើងនិយាយថាសំណង់នៃផ្ទះនេះពិតមែនតែជួលឲ្យគេក៏ពិតប៉ុន្តែផ្ទះมันមានការឲ្យយើងបារម្ភថាត្រូវជួសជុលអស់ច្រើននោះទេផ្ទះគឺស្ថិតនៅនឹងភូមិទួលបង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញតែម្ដងកម្មសិទ្ធិប្លង់រឹងផ្ទះគឺបែរមុខទៅទិសខាងត្បូងឈៀងខាងខោតបងដែរអញ្ចឹងហើយសម្រាប់ព័ត៌មានផ្សេងៗទៀតពុកម៉ែបងប្អូនអាចតំណមកខ្ញុំបាទក៏បាននិងតំណទៅក្រុមហ៊ុនបងប្អូនរបស់ខ្ញុំបាទដែលមានលេខនៅខាងលើសូមអរគុណ